ស្ងាត់លើបរិយាចេញមកធ្វើអីផ្លាច់ទៀតហើយធ្វើឲ្យបងប្អូនមហាជននាំគ្នាបោកពោះនិងភ័យជំនួសជំរាបសួរប្រិមិត្តទាំងអស់គ្នាប្រហែលជាប្រិមិត្តនៅចាំមិនភ្លេចទេថាអ្នកលក់អនឡាញដ៏ល្បីគឺអ្នកនាងលើបរិយាដែលមានងារជាជំទាវផងនោះមួយរយៈមុនគឺបានចេញមកសុំទោសនិងនិយាយទាំងតដាក់តដប់ពីព្រោះតែអ្នកនាងលើបរិយាបានអះអាងថាអ្នកនាងគឺជាព្រះនាងឥន្ទ្រទេវីហើយដោយសារតែការអះអាងរបស់អ្នកនាងលើបរិយាយ៉ាងដូច្នោះបានធ្វើឲ្យមហាជនទាំងក្នុងស្រុកនិងក្រៅស្រុកមានការមិនពេញចិត្តដោយលើកឡើងថាអ្នកនាងលើបរិយាហាក់ដូចជាប្រមាថនៃចេស្តារបស់មហាក្សត្រចំនួនដើមយ៉ាងណាមិញស្រាប់តែមកដល់ពេលនេះអ្នកនាងលើបរិយាហាក់ដូចជាកម្រើកបន្តិចឡើងវិញនៅក្នុងកលៈទេសៈដែលប្រទេសកំពុងតែមានបញ្ហារឿងព្រំដែនផងនោះគេបានឃើញអ្នកនាងលើបរិយាបានទៅខេត្តសៀមរាបនិងបានបង្កើតនៅវីដេអូថ្មីហើយជាពិសេសនោះនៅក្នុងវីដេអូគឺមានការស្លៀកពាក់ជាបែបបុរាណខ្មែរសម័យអង្គរហើយបានថតនៅវីដេអូដែលបង្ហាញពីសកម្មភាពរៀងរាល់កាយវិការក៏ដូចជាដំណើររបស់អ្នកនាងលើបរិយាគឺធ្វើនៅសភាពមួយដែលមើលទៅហាក់ដូចជាបង្ហាញនៅរិទ្ធបារមីដែលសកម្មភាពនេះអ្នកនាងលើបរិយាក៏ធ្លាប់ធ្វើពីមុនម្ដងហើយដែលត្រូវបានមហាជនរិះគន់ភ្លុកទឹកភ្លុកដីជាពិសេសនោះគឺនៅក្នុងคลิปវីដេអូរបស់អ្នកនាងលើបរិយាមួយដែលអ្នកនាងស្លៀកពាក់នៅសម្លៀកបំពាក់ក្នុងរចនាបថព្រះមហាក្សត្រខ្មែរដែលពោពេញទៅដោយអំណាចរិទ្ធចេស្តាដោយនៅខាងលើវីដេអូនោះអ្នកនាងបានដាក់នៅ caption ក៏ដូចជាចំណងជើងថាពន្លឺជ័យជំនះវីរៈនារីខ្មែរដោយនៅក្នុងការបង្ហាញនៅសកម្មភាពបែបនេះបានធ្វើឲ្យមហាជនក៏ដូចជា fan របស់អ្នកនាងលើបរិយាបានចូលទៅបង្ហាញអារម្មណ៍ដូចមិនសូវស្រួលយ៉ាងដូចនេះថាចាប់ផ្ដើមទៀតហើយអត់រៀងបាទចាប់ផ្ដើមទៀតហើយអត់រៀងទេលើកមុនម្ដងហើយឥឡូវចេញមកផ្លាច់ទៀតហើយនិងមានម្នាក់ទៀតបានសរសេរថាបងស្រីចេញសម្ដែងមកផ្លាច់ទៀតហើយបាទពួកគាត់មើលឃើញថាសកម្មភាពរបស់អ្នកនាងលើបរិយាពេលនេះគឺហាក់ដូចជាកំពុងតែខិតទៅរករឿងរ៉ាវចាស់ដែលអ្នកនាងលើបរិយាទើបតែទទួលរងនៅការរិះគន់ក៏ដូចជាបានចេញមុខសំទោសហ្វេនម្នាក់ទៀតបានលើកឡើងថាត្រឹមថតមិនអីទេកុំឲ្យតែថតហើយបារមីចូលកាន់ទៅបានហើយនឹងមាន top fan ម្នាក់បានខមមិនថាចាប់ផ្ដើមទៀតហើយបាទចាប់ផ្ដើមទៀតហើយក៏មានប្រិមិត្តយើងម្នាក់ទៀតបានខមមិនថាមើលហើយខ្លាចសំទោសបងនិយាយត្រង់បាទអញ្ចឹងគាត់មើលទៅមិនមែនគួរឲ្យស្រឡាញ់ឬក៏ចូលចិត្តគួរឲ្យចង់មើលទេគាត់ថាមើលហើយបែរជាមានអារម្មណ៍ថាភ័យខ្លាចប្រិមិត្តម្នាក់ទៀតជា top fan ផងដែរឈ្មោះថាអាកាបានខមមិនថាចាប់ផ្ដើមទៀតហើយបាទចាប់ផ្ដើមទៀតហើយដូចជាមិនសូវស្រួលសោះហើយមានប្រិមិត្តយើងម្នាក់ទៀតឈ្មោះថាធេរីបាទនិយាយថាមិនស្រួលទៀតហើយព្រួយជំនួសបាទគាត់ព្រួយជំនួសបាទមានប្រិមិត្តម្នាក់ទៀតមានឈ្មោះថាពៅបានចូលខមមិនថាបងយ៉ាអើយថតធម្មតាបានហើយបងហ្វេនចូលចិត្តជាងបាទប្រិមិត្តទាំងអស់គ្នាអញ្ចឹងបើតាមការមើលទៅអ្នកនាងលើបរិយាហាក់ដូចជាមិនបានភ្លេចនៅរឿងរ៉ាវដែលអ្នកនាងលើបរិយាបានធ្វើកាលពីមុនទេក្នុងនាមដែលអ្នកនាងលើបរិយាបានតាំងខ្លួនថាអ្នកនាងគឺជាស្ដេចចំនួនដើមចូលសន្ធិដ្ឋឬក៏ចាប់ជាតិអញ្ចឹងណាដោយអ្នកនាងបានអះអាងថាខ្លួនឯងនេះគឺជាព្រះនាងឥន្ទ្រទេវីហើយដែលមានព្រះស្វាមីនោះគឺជាព្រះបាទជ័យវរ្ម័នទី7ដែលសកម្មភាពនេះគឺបានធ្វើឲ្យអ្នកនាងលើបរិយាគឺត្រូវបានទទួលរងនឹងការរិះគន់ជាច្រើនរួចម្ដងហើយយើងមើលទៅថាក្នុងចិត្តរបស់អ្នកនាងលើបរិយាហាក់ដូចជានៅតែមិនភ្លេចទេនៅសកម្មភាពដែលអ្នកនាងបានតាំងខ្លួននោះប៉ុន្តែអ្នកនាងលើបរិយាមិនបាននិយាយចំដោយកាលមុនទេដោយអ្នកនាងលើបរិយាហាក់ដូចជាចង់សម្ដែងក៏ដូចជាចង់បង្ហាញតាមរយៈកាយវិការក៏ដូចជាការស្លៀកពាក់ឬក៏ពាក្យសម្ដីខ្លះដែលមើលទៅហាក់ដូចជាមិនទាន់ទៅណាឆ្ងាយនៅឡើយ